ចូលពី7%មក0%លើមុខទំនិញឧបករណ៍សាអាគុយរថយន្តអគ្គិសនីឆ្នាំងដាំបាយអគ្គិសនីនិងចង្កៀងសូឡាចំនួន9បន្ទាត់ពន្ធ 2. បញ្ចុះអត្រាពន្ធនាំចូលពី15%មក0%លើមុខទំនិញម៉ូទ័រសម្រាប់យានយន្តអគ្គិសនីប្រព័ន្ធថាមពលសូឡាអាគុយលីជូមសូមបញ្ជាក់អាគុយលីជូមមានដូចជាអាគុយកុំព្យូទ័រយួរដៃអាគុយយន្តហោះអាគុយយានយន្តអាគុយសូឡានិងឧបករណ៍ផ្ទុកថាមពលដូចជា power bank power station និងថ្មសាកទូរស័ព្ទជាដើមចង្ក្រានកម្ដៅអគ្គិសនីកំសៀវអគ្គិសនីរថយន្តដឹកអ្នកដំណើរនិងរថយន្តដឹកទំនិញប្រភេទ HEV PHEV និង EV ចំនួន179បន្ទាត់ពន្ធ 3. បញ្ចុះអត្រាពន្ធនាំចូលពី35%មក7%ប៉ុណ្ណោះឬមុខទំនិញរថយន្តគ្រួសារប្រភេទ PHEV ចំនួន92បន្ទាត់ពន្ធ 4. បញ្ចុះអត្រាពន្ធនាំចូលពី35%មក0%លើមុខទំនិញចង្ក្រានអគ្គិសនីចង្ក្រានអាំងនំប៉័ងនិងរថយន្តគ្រួសារប្រភេទ EV ចំនួន12បន្ទាត់ពន្ធ 5. បញ្ចុះអត្រាគ្រប់សម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនអ្នកសារព័ត៌មានជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីមេត្រីថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលមានព័ត៌មានមួយចំនួនដើម្បីចែករំលែកជូនបងប្អូនជនរួមជាតិជ្រាបព័ត៌មានទី1ក្នុងគ្រាដ៏លំបាកដែលបណ្ដាលមកពីតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់នៅលើទីផ្សារអន្តរជាតិរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានដាក់ចេញវិធានការអន្តរាគមន៍បន្ថែមមួយចំនួនទៀតសម្ដៅជួយកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋតាមរយៈការកែសម្រួលអត្រាពន្ធគយឬទំនិញនាំចូលនិងអត្រាអាករឬមុខទំនិញនាំចេញមួយចំនួនដូចខាងក្រោម 1. បញ្ចុះអត្រាពន្ធនាំចូលពី7%មក0%លើមុខទំនិញឧបករណ៍សាអាគុយរថយន្តអគ្គិសនីឆ្នាំងដាំបាយអគ្គិសនីនិងចង្កៀងសូឡាចំនួន9បន្ទាត់ពន្ធ 2. បញ្ចុះអត្រាពន្ធនាំចូលពី15%មក0%លើមុខទំនិញម៉ូទ័រសម្រាប់យានយន្តអគ្គិសនីប្រព័ន្ធថាមពលសូឡាអាគុយលីជូមសូមបញ្ជាក់អាគុយលីជូមមានដូចជាអាគុយកុំព្យូទ័រយួរដៃអាគុយយន្តហោះអាគុយយានយន្តអាគុយសូឡានិងឧបករណ៍ផ្ទុកថាមពលដូចជា power bank power station និងថ្មសាកទូរស័ព្ទជាដើមចង្ក្រានកម្ដៅអគ្គិសនីកំសៀវអគ្គិសនីរថយន្តដឹកអ្នកដំណើរនិងរថយន្តដឹកទំនិញប្រភេទ HEV PHEV និង EV ចំនួន179បន្ទាត់ពន្ធ 3. បញ្ចុះអត្រាពន្ធនាំចូលពី35%មក7%ប៉ុណ្ណោះឬមុខទំនិញរថយន្តគ្រួសារប្រភេទ PHEV ចំនួន92បន្ទាត់ពន្ធ 4. បញ្ចុះអត្រាពន្ធនាំចូលពី35%មក0%លើមុខទំនិញចង្ក្រានអគ្គិសនីចង្ក្រានអាំងនំប៉័ងនិងរថយន្តគ្រួសារប្រភេទ EV ចំនួន12បន្ទាត់ពន្ធ 5. បញ្ចុះអត្រាអាករនាំចេញពី25%មក10%ប៉ុណ្ណោះលើមុខទំនិញរ៉ែបូកស៊ីតរ៉ែអាលូមីញ៉ូមចំនួន1បន្ទាត់ពន្ធអត្រាពន្ធគយនិងអត្រាអាករនាំចេញកែសម្រួលថ្មីនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី1ខែមេសាឆ្នាំ2026តទៅសូមបញ្ជាក់ជូនថាវិធានការថ្មីបន្ថែមនេះធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាច្រើនរួចមកហើយរយៈពេលចុងក្រោយនេះសម្ដៅជួយទប់តម្លៃប្រេងឥន្ធនៈនិងជួយសម្រួលជីវភាពប្រជាពលរដ្ឋដែលមានដូចជាបន្តបញ្ចុះតម្លៃប្រេងចំនួន 6.5 សេនដុល្លារក្នុង1លីត្រដែលជាការជួយឧបត្ថម្ភផ្ទាល់របស់រាជរដ្ឋាភិបាលទៅលើតម្លៃប្រេងឥន្ធនៈដើម្បីបន្ធូរបន្ទុកប្រជាពលរដ្ឋបន្តបញ្ចុះតម្លៃ1សេនដុល្លារបន្ថែមទៀតក្នុង1លីត្រនៅពេលដែលប្រេងសាំងអន្តរជាតិកើនលើសពី$90ក្នុង1បារ៉ែលនិងប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី$100ក្នុង1បារ៉ែលបញ្ចុះពន្ធគយដល់0បាទពលគឺរដ្ឋមិនយកពន្ធនាំចូលប្រេងតែម្ដងបញ្ចុះអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាស៊ូតដល់0បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូតពី 4% មកដល់0និងបញ្ចុះអាករលើតម្លៃបន្ថែមប្រេងសាំងនិងម៉ាស៊ូតពី 10% មកត្រឹម 4% តែប៉ុណ្ណោះ
ដោយរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកជំនួសចំពោះអកតម្លៃបន្ថែម 6% ដែលបានកាត់ចេញព័ត៌មានទី2នៅថ្ងៃអាទិត្យទី29ខែមីនាឆ្នាំ2026ក្រមសម្របសម្រួលនៃប្រជាណាចក្រកម្ពុជាបានសម្របសម្រួលដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់អូស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យដោយផ្ដោតលើការគោរពនិងអនុវត្តវិធានការទាំងអស់នៃសេចក្តីប្រកាសរួមថ្ងៃ27ខែធ្នូឆ្នាំ2025ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃសៅរ៍ទី28មីនា2026ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ក៏បានចុះសង្កេតការណ៍ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់បឹងត្រកួននិងតំបន់ភូមិព្រៃច័ន្ទខេត្តបន្ទាយមានជ័យផងដែរដោយឡែកនៅថ្ងៃអាទិត្យទី29ខែមីនា2026ដដែលប្រទេសវៀតណាមក៏បានបញ្ជូនទាហាននាយទាហានបន្តវេន2រូបមកចូលរួមជាមួយនឹងក្រុម AOT ប្រចាំកម្ពុជាក្រោមការដឹកនាំរបស់ហ្វីលីពីនក្នុងនាមជាប្រធានបដូវអាស៊ានឆ្នាំ2026ព័ត៌មានទី3នៅថ្ងៃអាទិត្យទី29មិនិនាឆ្នាំ2026លោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតអញ្ជើញសួរសុខទុក្ខវីរៈកងទ័ពដែលកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតក្រោយបានទទួលរងរបួសអំឡុងពេលបំពេញការងារកាលពីថ្ងៃ26មិនិនាឆ្នាំ2026លោកជំទាវបណ្ឌិតក៏បានពំនាំនៅការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចគតិព្រឹទ្ធបណ្ឌិតព្រមទាំងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីជូនដល់សម័យខ្លួននិងក្រុមគ្រួសារដើម្បីជាការលើកទឹកចិត្តនិងជូនពរដល់យោធិនដែលកំពុងសម្រាប់ព្យាបាលឲ្យឆាប់ជាសះស្បើយនិងក៏បានស្នើសុំឲ្យគ្រូពេទ្យមើលថែទាំពួកគេឲ្យបានដិតដល់ជាទីបំផុតដើម្បីពួកគេអាចវិលត្រឡប់ទៅគេហដ្ឋានវិញក្នុងពេលឆាប់សកម្មភាពនិងវិធានការដោយបានរៀបរាប់ខាងដើមបានបង្ហាញច្បាស់ពីការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំចំពោះបូរណភាពទឹកដីនិងសុខទុក្ខវីរៈកងទ័ពជួរមុខក៏ដូចជាសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានជាពិសេសក្នុងកលៈទេសៈដែលពួកគេជួបការលំបាកសម្ដេចបវរធិបតីហ៊ុនម៉ាណែតមានប្រសាសន៍ថាការការពារបូរណភាពទឹកដីនិងប្រជាជនគឺជាអត្ថប្រយោជន៍ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុនសែនក៏បានមានប្រសាសន៍ថាគោលដៅឆ្ពោះទៅមុខរបស់កម្ពុជាគឺការបញ្ចប់ទុក្ខលំបាករបស់ប្រជាពលរដ្ឋនិងដើរលើមាគ៌ាសន្តិភាពតែមិនអាចធ្វើសម្បទានបូរណភាពទឹកដីនិងសេចក្តីថ្លៃថ្នូររបស់ជាតិបានឡើយអាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិមេត្តាជ្រាបជាព័ត៌មានសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះបាទ